សូមជូនរឿងអាគមចងព្រៃរឿងនេះបានកើតឡើងជាច្រើនឆ្នាំមកហើយដែរនិយាយពីពូស៊ីណាគាត់គឺជាអតីតមេទាហានម្នាក់ដែលធ្លាប់ឆ្លងកាត់សម័យសង្គ្រាមគាត់គឺជាមនុស្សម្នាក់ដែលពូកែរឿងអាគមអាមដោយសារតែបែបនេះទើបឲ្យគាត់អាចជិះផុតពីគ្រប់កំភ្លើងពេលបាញ់គ្នាម្ដងក្រោយពីស្រុកបានសុខគាត់ក៏បានចូលនិវត្តន៍មករស់នៅស្រុកកំណើតដោយប្រកបមុខរបរជាកសិករធ្វើចម្ការធ្វើស្រែចិញ្ចឹមជីវិតធ្វើច្បិតតែគាត់បានចូលនិវត្តន៍ពិតមែនតែកូនចៅចាស់របស់គាត់តែងតែនឹករលឹកឧស្សាហ៍មកលេងគាត់ព្រោះគាត់សម្បូរសាច់ព្រៃណាស់បើគាត់ចេញទៅបរបាញ់ហើយមិនដែលថាខាត់ជើងទេនេះក៏ព្រោះតែគាត់ចេះនៅអាគមចងព្រៃចងគ្រប់សត្វក្នុងព្រៃមិនឲ្យរួចពីអាវុធគាត់បានទេនេះថ្ងៃមួយពេលរសៀលប្រហែលម៉ោង4មានកូនចៅចាស់របស់គាត់2នាក់មកលេងគាត់គឺបងសុកនិងបងសៅគ្រប់មេសុខសប្បាយចិត្តទេមេមានអីគ្រាន់តែលើចាស់មិនសូវមានកម្លាំងកំហែងដោយកាលពីក្មេងនោះទេមេពូកែដាក់ខ្លួនម្លេះមេកាលនៅសង្គ្រាមខ្ញុំឃើញមេក្លាហានណាស់មានអាវយ័ន្តសាក់ពេញខ្លួនដើរបំផ្ទុះមីនជាច្រើនគ្រាប់អត់មានរបួសអីបន្តិចមែនហើយមេចុះខ្ញុំឃើញមេឧស្សាហ៍បានសាច់ព្រៃណាស់មេពូកែបាញ់ម្លេះមិនដែលឃើញមេថាមិនបានសាច់នោះទេមេមានអីមែនទេមេគ្មានអីនោះទេថ្ងៃអាទិត្យមកដល់ពូស៊ីណានិងបងសុកបងសៅបាននាំគ្នាដើរចូលព្រៃដោយបងសុកបងសៅកាន់កូនពូថៅម្នាក់មួយទុកក្រន់បង្ការនិងមានវិចបាយខ្ចប់ស្លឹកឈូកមានគ្រឿងទេសនិងម្ហូបឆ្អិនខ្លះទុកក្រន់បរិភោគក្នុងព្រៃពេលទៅដល់ក្នុងពេលថ្ងៃត្រង់មកដល់ចំណុចមាត់អូបងសុកបងសៅក្រឡេកឃើញសត្វឈ្លូសមួយក្បាលធំគ្រាន់ទំនងប្រហែល50ទៅ60គីឡូកំពុងផឹកទឹកកកេះពូស៊ីណាលើកាណុងកំភ្លើងតម្រង់ទៅឈ្លូសនោះដោយមាត់សូត្របាលីជីបអូចឯឈ្លូសនោះឃើញហើយបែរជាមិនរត់ហើយឈរត្រឹងប៉ុន្តែជើងរបស់វាញ័រខ្លាំងណាស់ដូចមានអ្វីមកចាប់ជើងពុំឲ្យដើររួចអញ្ចឹងក្របកំភ្លើងពូស៊ីណាបាញ់ទម្លុះក្បាលរបស់ឈ្លូសនោះងាប់ទៅពួកគាត់ទាំង3ក៏នាំគ្នាវះសាច់ឈ្លូសនោះស្រស់មកអាងហូបគួរឲ្យឆ្ងាញ់ណាស់តក្រោយមកទៀតពួកគាត់ទាំង3នាក់
តែងតែចូលព្រៃមិនដែលខានទេប៉ុន្តែនៅថ្ងៃមួយជាថ្ងៃ15កើតថ្ងៃពេញបូរមីពូស៊ីណាគាត់មិនព្រមទៅព្រៃនោះទេតែបងសុកបងសៅបានបបួលពូស៊ីណាផឹកស្រាអស់ជាច្រើនលីត្រធ្វើឲ្យគាត់ស្រវឹងគោយល់ព្រមចូលព្រៃទាំងបាល្ងាចម្នាក់ប្រដាប់ដោយភ្លើងពិលសម្រាប់បំភ្លឺផ្លូវប៉ុន្តែដោយស្ថានភាពស្រវឹងពួកគាត់ដើរទៅដល់ព្រៃរៀងយប់ជ្រៅបាត់ទៅហើយដោយយប់ងឹតពេកពួកគាត់ទាំង3ដើរបែកផ្លូវគ្នាពូស៊ីណាស្ពីកំភ្លើងសំដៅទៅវាស្រែក៏ប្រទះឃើញជ្រូកព្រៃមួយក្បាលកំពុងតែដេកគាត់ក៏លើកការនងកំភ្លើងតម្រង់ទៅជ្រូកព្រៃនោះហើយសូត្របាលីគាថាប្រហែល 4-10 មាត់ធ្វើឲ្យវាបោពេញមួយទំហឹងសំដៅមករកគាត់បន្ទាប់មកជ្រូកព្រៃនោះបានបុកគាត់មួយទំហឹងបណ្ដាឲ្យគាត់ដាច់ផ្ងាក្បាលបោកទៅនឹងត្រោកស្រែស្លាប់បាត់បង់ជីវិតក្នុងពេលនោះទៅនិយាយពីបងសុកនិងបងសៅពេលនោះគាត់ឃើញភ្លើងពិលពូស៊ីណាបាញ់ត្រង់ទៅលើមេឃគាត់មានអារម្មណ៍ថាមិនល្អទេព្រោះបើឃើញបែបនេះមានន័យថាគ្រោះថ្នាក់ហើយរួចពួកគាត់ក៏រត់សម្ដៅទៅទិសភ្លើងកៅនោះក៏ស្រាប់តែឃើញពូស៊ីណាដេកស្លាប់បាត់ទៅហើយពួកគាត់ក៏សែនសពពូស៊ីណាមកផ្ទះវិញធ្វើបុណ្យសពតាមប្រពៃណីរឿងនេះសមនឹងពាក្យចាស់ពោលថាមនុស្សពូកែនឹងអ្វីមនុស្សនឹងស្លាប់ដោយសាររឿងនោះឯង